គ្រាន់តែលក់ថ្នាំសោះត្រូវការរៀនច្រើនសាក់គិតមើលថ្នាំមិនមែនតិចទេថ្នាំច្រើនហ្នឹងគ្រាន់តែថ្នាំមួយមុខ brand គឺច្រើនមែនតើមកចង់ផ្ញើទៅបងប្អូនបើសិនយើងដាក់ចិត្តរៀនជំនាញហ្នឹងហើយខំបង្រៀនហើយរៀនដោយការស្រឡាញ់រៀនដោយការស្រឡាញ់បើកចិត្តស្រឡាញ់វាហើយបន្ទាប់មកនៅពេលដែលយើងស្រឡាញ់វាហើយគឺយើងនឹងមានអារម្មណ៍ថាយើងអាចមានធម៌ពលទៅមួយវាតរហូតព្រោះដោយសារតែជំនាញនេះគឺអាចនិយាយថា challenge ច្រើនណាស់ challenge ច្រើនខ្លាំងអូខេសួស្តីអ្នកគ្នាមកកាន់អេពីសូតទី5នៃ Media Podcast ថ្ងៃនេះដែរយើងមានរៀបច្បងយើងម្នាក់ទៀតដែលគាត់មិនមែនជំនាញផ្នែកវិទ្យាសាស្ត្រទេតែជំនាញខាងអក្សរសាស្ត្រគាត់នឹងមកចែកម្លែកតទៅជាមួយនឹងការសិក្សារៀនសូត្រនៅជំនាញអក្សរសាស្ត្រហ្នឹងហើយគាត់បានបញ្ចប់ថ្នាក់អក្សរសាស្ត្ររយៈពេល3ឆ្នាំហើយគាត់ឈ្មោះថាចន្ទរាសួស្តីចន្ទរាចាសួស្តីដល់វិញតើបងអាចជួយណែនាំឈ្មោះទៅកាន់លោកគ្រូអ្នកគ្រូរៀមច្បងក៏ដូចជាសិស្សបងបានចាជំរាបសួរនាងខ្ញុំឈ្មោះអ៊ុតចន្ទរាគឺជាឥឡូវនេះបច្ចុប្បន្នកាលគឺជាអក្សរការីតែពីមុនជាអតីតនិស្សិតអក្សរសាស្ត្រជំនាន់ទី41នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលអូខេយើងទៅជួបគ្នាដំបូងចាខ្ញុំជួបគ្នាលើកទី1និយាយការពិតយើងការពេលដែលនៅសាលាអត់ឡើយនិយាយជាមួយគ្នាខាងក្រៅណាហ្នឹងអត់ដែរនិយាយគ្នាសោះទាំងថ្ងៃហ្នឹងខ្ញុំនឹកឃើញក៏មានកម្រងយូរហើយកម្រងថានឹងហៅអក្សរការីត្រូវខ្ញុំហៅអក្សរការីចាមកចែកម្លែកខ្ញុំធ្លាប់និយាយនៅក្នុងអេពីសូតទី2ជាមួយហ៊ូគាត់និយាយថាយើងផ្នែកវិទ្យាសាស្ត្រយើង focus សំខាន់រឿង anatomy ចាចំណែកឯខាង pharmacy គេ focus សំខាន់ biochemistry ខ្ញុំក៏ខ្ញុំបាននិយាយថាអញ្ចឹងចាំ episode ក្រោយអញ្ជើញខាងគេមកនិយាយឥឡូវបានហើយមុននឹងចាប់ផ្ដើមចូលប្រធានបទខ្ញុំចង់សួរចន្ទរាថានៅពេលដែលចប់វិទ្យាល័យចប់វិទ្យាល័យនៅឆ្នាំ2016ទៅអត់បាក់ឌុបដូចគ្នាដែរអូខេព្រោះខ្លាចអ្នកខ្លះជំនាន់លើសអញ្ចឹងណាគាត់ទៅមានចិត្តស្រឡាញ់ប្រឡងកាលនោះមូលហេតុអីបានសម្រេចចិត្តរៀនជំនាញអក្សរសាស្ត្រតាមពិតទៅបើនិយាយការពិតគឺចេះខ្ញុំអត់ពេញចិត្តមួយជំនាញហ្នឹងទេតែនេះដោយសារតែគ្រូសាគាត់ចង់ឲ្យខ្ញុំរៀនខាងហ្នឹងចាជាក់ស្ដែងហ្មងខ្ញុំចង់រៀនតាក់ទងមួយវិស្វករខាងវិស្វករចំណីអាហារនៅខាងសាលាតិចណូចាគេហៅគីមីចំណីអាហារចាគីមីចំណីអាហារតែដោយសារតែខ្ញុំអត់បានទៅតន់ពេទ្យទៅហើយណាមួយគ្រូសាគាត់ចង់រៀប plan ឲ្យខ្ញុំធ្វើខាងចូលខាងពេទ្យដូចបងខ្ញុំដែរអញ្ចឹងណាអញ្ចឹងទៅក៏សម្រាប់ចិត្តថាត្រូវប្រឡងអញ្ចឹងមានថាមានបងធ្វើជាពេទ្យដែរចាគាត់នៅគាត់ក៏រៀនគាត់ណាគឺថាអូខេតែគាត់បញ្ចប់យូរទៅគាត់ចប់យូរហើយចប់យូរហើយអញ្ចឹងដូចចន្ទរានិយាយមិញថាមុននឹងរៀនចម្លែកចិត្តរៀនអក្សរសាស្ត្រចង់រៀនគីមីចំណីអាហារតែដោយសារគ្រូសាចង់ឲ្យរៀនចូលផ្នែកនឹងខ្លាំងចាអញ្ចឹងប្រឡងនៅឆ្នាំ2000យើងប្រឡងថ្នាក់ជាតិនោះគឺចុងឆ្នាំ2016ទៅឯងចា2016ចូល17កាលនោះ pharmacy គេរើសយកមកអ្នកណាចាំឯង150នាក់ជាង150នាក់ចុះ JDP លេខម៉ានកាន់107ចាតែ pharmacy អ្នកជាប់សាលាយើងគឺប៉កែអូទីមួយយើងសាលាយើងជាទូទៅជាសាលាចំណាស់មួយហើយនរណាក៏ស្គាល់ពីច្រើនដែលស្រឡាញ់ជំនាញក្នុងវិស័យសុខាភិបាលគាត់ពិតជាស្គាល់ហើយចាពីច្រើនពិបាកនិយាយស្មោះណាអានេះពិតពិបាកប្រឡងចូលទាំងវិទ្យាសាស្ត្រទាំងអក្សរសាស្ត្រចាដោយសារអ្នកដាក់ពាក្យប្រឡងច្រើនអ្នកអូខេ
chẳng ra ai chay lại bán thế nơi pe đài bờ lóng cho phim ta không một nămในการศึกษาจุดนี้อสุรศาสตร์นั้นเก็บบองประมาณไหนcả nóដូចជាចាប់ផ្ដើមឆ្នាំទី1ហ្មងគឺបង 1500ចាដូចវិទ្យាសាស្ត្រដែរនិយាយទៅដូចគ្នាទេចាដូចគ្នាសម្បីតែឆ្នាំមូលដ្ឋានក៏ពួកយើងរៀនមុខវិជ្ជាអីដូចគ្នាដែរហ្នឹងហើយចាអញ្ចឹងឆ្នាំទី1ហ្នឹងគឺ1500រហូតដល់ឆ្នាំទី5ដល់ឆ្នាំបញ្ចប់ចាអញ្ចឹងរយៈពេលដែលសិក្សាហ្នឹងគឺ5ឆ្នាំអញ្ចឹងវាតិចជាងវិទ្យាសាស្ត្រចាអញ្ចឹងមានន័យថាខ្ញុំចង់សួរបន្តិច5ឆ្នាំហ្នឹងគឺថ្នាក់បញ្ញវត្តិវិទ្យាសាស្ត្រទៅថ្នាក់បញ្ញវត្តិអសុរសាស្ត្រចុះនៅពេលដែលយើងចប់5ឆ្នាំយើងអាចបន្តអីទៅផ្នែកអីមិនដែរខ្ញុំអត់សូវយល់ខាងហ្នឹងមានតាមានតាក់ទងជាមួយនឹងរបៀបយើងហៅថា master ហ្នឹងហើយអនុបណ្ឌិតអញ្ចឹងវាមានខាងផ្នែក cosmeto ផ្នែករបៀបតាក់ទងជាមួយនឹង cosmetic ហើយក៏មានតាក់ទងជាមួយនឹង biology ដែររបៀបដូចខាង labo ចាគេតទៅខាងហ្នឹងចាមានច្រើនជំនាញទៀតតែខ្ញុំចាំពីហ្នឹងអូខេចាចង់សួរថាឆ្នាំនៅពេលឆ្នាំទី1ប្រឡងជាប់ភ្លាមយើងរៀនទាំងអស់គ្នាចារៀនទាំងអស់គ្នាទាំងជាមួយវិទ្យាសាស្ត្រទាំងអក្សរសាស្ត្រហ្នឹងហើយរៀនទាំងអស់និយាយទៅរៀនតាំងពីមានដងទីមានអីគឺរៀនដូចគ្នាហ្មងរៀនដូចគ្នាទាំងចាឆ្នាំទី1នេះយើងហៅឆ្នាំមូលដ្ឋានចាចូលឆ្នាំទី2បានយើងចែកទៅរៀនតាមមហាវិទ្យាល័យរៀងខ្លួនចាចង់សួរនៅឆ្នាំទី1នឹងតើកត្តាអីខ្លះក្នុងកត្តាអ្វីខ្លះដែលលំបាកនៅក្នុងការសិក្សាជំនាញអក្សរសាស្ត្រហ្នឹងឧទាហរណ៍ថាតើតើជាមួយនឹងមេរៀនឥឡូវសួរមេរៀនសិនមេរៀននៅឆ្នាំទី1ខាងអក្សរសាស្ត្រអ្វីដែលមានសំខាន់ជាងគេសំខាន់ហ្មងគឺគីមីចាហើយនៅ biochemistry ហ្នឹងដូចនិយាយហ្នឹងតែគ្រាន់ថាបើខ្ញុំនិយាយពីអាភាពលំបាករបស់យើងហ្មងគឺពីច្រើនភាសាបារាំងចាព្រោះយើងអត់និយាយទៅដូចខ្ញុំអត់ដែររៀនភាសាបារាំងទេដល់ពេលចូលមកដល់គឺត្រូវរៀនហើយវាមានពាក្យបច្ចេកទេសអីផ្សេងទៀតអញ្ចឹងណាហ្នឹងអញ្ចឹងស្រាប់ពីដំបូងទៅដូចគ្នាចាអញ្ចឹងមានន័យថាការនៅវិទ្យាល័យហ្នឹងអត់មានរៀនភាសាឯដែរអត់មានទេមានតែអង់គ្លេសមានតែ basic ពីអង់គ្លេសដូចគ្នាដែរខ្ញុំនៅវិទ្យាល័យបារាំងចង់និយាយស្មើ0បើយើងស្មើ0ដូចវានេះពេកចេះ ABC ដែរចេះតែប៉ុណ្ណឹងទៅឲ្យ ABC ចេះមកពីកណ្ដាលបើថាឲ្យចេះប្រកបឯនឹងអត់ទេចាទុំយើងចូលមហាវិទ្យាល័យមកគឺយើងមានបារាំងភាសាបារាំងទៀតសោតសាលាក្រហមយើងគឺរៀន2ភាសាទាំងអង់គ្លេសទាំងបារាំងអញ្ចឹងចុះនៅពេលដែលចូលឆ្នាំទី1ភ្លាម focus អីសំខាន់ជាងគេភាសាក៏ទៅជាមួយគ្នាហើយនឹងពាក្យបច្ចេកទេសហើយនឹងតាក់ទងជាមួយនឹងមុខវិជ្ជាហ្មងខ្ញុំ focus សំខាន់មក anatomy ហើយនឹង biology ហ្នឹងអញ្ចឹងនៅពេលដែលឆ្នាំដំបូងហ្នឹងយើង focus សំខាន់ជាងគេភាសាទី1ចាតមកមុខវិជ្ជា anatomy biochemistry ប៉ុន្តែនៅក្នុងអក្សរសាស្ត្រយើង focus សំខាន់ជាងគេ biochemistry ចុះ biochemistry រៀនដល់ឆ្នាំទីប៉ុន្មានដែរ biochemistry និយាយទៅបើនិយាយហ្មងអាចនិយាយថាត្រូវការវារហូតព្រោះមានមុខវិជ្ជាផ្សេងទៀតដែលត្រូវយកវានឹងមកដាក់ជាមួយដែរពីព្រោះក្នុង biochemistry នេះយើងសិក្សាតាំងពី molecule ដូច score ដូច protein ដូចអីផ្សេងហើយនៅពេលដែលពួកអានោះវាគុំចូលគ្នាវាបង្កើតបានទៅជា molecule អីផ្សេងតទៀតអញ្ចឹងត្រូវការវារហូតអញ្ចឹងឆ្នាំទី1ហ្នឹងមានថាមុខវិជ្ជា3ហ្នឹងគឺសំខាន់ជាងគេចាពេលឆ្នាំទី2យើងចាប់ផ្ដើម move ទៅអីផ្សេងក្នុងមហាវិទ្យាល័យលែងរៀនរួមគ្នាហើយគឺយើង focus ទៅលើជំនាញយើងវិញចូលដល់ពេលចូលឆ្នាំទី2មានមុខវិជ្ជាអីសំខាន់នៅក្នុងសម្រាប់ខ្ញុំគាត់ថា physio ពេលហ្នឹងមាន physio ឯងមាន physio ចាមាន physio ហើយនៅតែ biochemistry និង physio ទៅជាមួយគ្នាតចុះ anatomy នៅរៀនតទៀតឬក៏យ៉ាងម៉េចកាលនោះគេដាក់ anatomo physiology អូ anatomo physiology ចា anatomy និង physio រៀនដល់ឆ្នាំទីប៉ុន្មានចំពោះ pharmacy ដូចជាឆ្នាំទី3គេបញ្ចប់ចាអាច
anh vậy thành យើងអាចយូរឆ្នាំឡើង នឹងអញនិយាយថាដូចជាបាន3ឆ្នាំដែរ 3ឆ្នាំ ចា៎ អូខេហើយវា anatomy ហើយនិង physio ចា រៀនចប់ទំតាមទី3 ចា បាទប្រហែលហ្នឹងណា ចាផាផា ចុះលឺថាដូចនៅក្នុងជំនាញវិទ្យាសាស្ត្រអញ្ចឹងគេមានគេហៅថាចុះ star ដែរ ចា តែពួកខ្ញុំចុះ star នៅឆ្នាំទី4 ចា៎ បានឲ្យចុះ star ហើយចុះ ចា៎ ខាងអសរសាស្ត្រ តាមពិតអសតសាស្ត្រហ្មងនិយាយទៅចេះពួកខ្ញុំគេមាន star តាមកន្លែង star នៅក្នុងអសិដ្ឋាន star នៅក្នុង labo ហើយក៏មាន star នៅក្នុងរោងចក្រអញ្ចឹងចាប់ផ្ដើមពីឆ្នាំទី3ទៅគឺចាប់ផ្ដើម star នៅ pharmacy pharmacy នឹងអាចជា pharmacy នៅក្នុងពេទ្យបើកថ្នាំ pharmacy សង្ត្រាល់អីផ្សេងៗអញ្ចឹងណា ហ្នឹងហើយ តែពេលចូលឆ្នាំទី4ទៅយើងចាប់ផ្ដើម focus ទៅលើ labo មានថាយើងចូលទៅក្នុងមន្ទីរពិសោធន៍យើងមើលឈាមមើលអីអញ្ចឹង ហ្នឹងហើយ ហើយបន្ទាប់មកឆ្នាំទី5គឺយើងចាប់ផ្ដើម focus ទៅលើតាក់ទងមួយការ star តាមក្រសួង star តាមមន្ទីរ star តាមរោងចក្រសហគ្រាសអីផ្សេងៗ គេឲ្យយើងចុះ star ចាក៏យើងចុះ star ទៅតាមសាលា អាចបញ្ជាក់ម្ដងទៀតទេចុះ star ចាប់ពីឆ្នាំទីប៉ុន្មាន ទី3ឡើង ទី3ឡើងអញ្ចឹងមុនខ្ញុំ1ឆ្នាំហ្នឹង ចាមុនគ្នាបន្តិច មុនគ្នាបន្តិច តែគាត់ថាជាទូទៅជំនាញអសតសាស្ត្របើយើងចង់ star មុនក៏បានដែរតែយើង star នៅខាងក្រៅអញ្ចឹងណាវាមិនមែនទៅតាមសាលាតែបើសាលាគាត់រៀប schedule ឲ្យយើងទៅតាមហ្នឹង យល់មានន័យថាយើងទៅហ្នឹងគឺទៅតាមរៀមច្បងយើង ចាចា ចុះនៅពេលយើងចុះ star ខាងអសរសាស្ត្រអញ្ចឹងគេមានរបៀបថាប្រាក់អីលើកទឹកចិត្តឲ្យទេអត់ទេ អាហ្នឹងបើនិយាយថានៅខាងអសរស្ថានខាងក្រៅអាហ្នឹងអាចតែបើថានៅខាងក្នុងសាលាគឺយើងទៅតាមយើង follow ទៅតាម schedule សាលាយើងរៀន អូគេយល់ ចា អញ្ចឹងខាងអាចនឹងខាងអសរឋានគេឲ្យ ចាអសរស្ថានដូចអ្នកខ្លះចឹងទៅគាត់អាចនឹងឲ្យជាប្រាក់លើកទឹកចិត្តដូចថ្លៃសាំងថ្លៃអីអញ្ចឹងតិចតួច យល់ តែ យ ជាទូ ល់ ទៅសម្រាប់ជំនាញខ្ញុំហ្មងដូចអត់សូវមានទេអត់សូវមានទេតែក៏នៅតែមានករណីអាចមានដែរ ករណីមានដែរ ចា វាដូចខាងខ្ញុំដែរ ចា វិទ្យាសាស្ត្រក៏ពិតសាលា schedule ឲ្យទៅឆ្នាំទី4ទេ ចា ឆ្នាំទី4ក៏ប៉ុន្តែយើងចង់ចេះចង់ដឹងណា ហ្នឹងហើយ តែងតែសុំរៀមច្បងទៅមុនដើម្បីរៀន ចា៎ ការងារ nursing ហ្នឹងហើយ អាំងពេលញ៉ៃហ្នឹងចេះចាក់ថ្នាំចេះចាក់សេរ៉ូមឯការពិតការងារទាំងអស់ហ្នឹងឆ្នាំទី4ក៏គេឲ្យយើង star ទាំងអស់ហ្នឹងដែរ ចា៎ ក៏ប៉ុន្តែខាងវិទ្យាសាស្ត្រដោយពួកខ្ញុំបបពិសោធន៍ឆ្លងកាត់ហ្នឹងគឺខ្ញុំទៅតាំងពីឆ្នាំទី2 ចា ហើយចុះចំពោះនៅពេលដែលទៅចុះ star ខាងអសរសាស្ត្រអញ្ចឹងវាថា flow ការងារគេធ្វើអីខ្លះពេលទៅ star និយាយទៅបើខ្ញុំនិយាយពីមតនៈទៅមតនៈដូចយើង star នៅក្នុងទីពេទ្យយើង star នៅក្នុងអសស្ថានអញ្ចឹងយើងចេះតាក់ទងជាមួយនឹងថ្នាំបើកថ្នាំតាមវិជ្ជាបញ្ជាហ្នឹងហើយក្នុងនោះវាមានរាប់គ្រាប់ថ្នាំយើងមើល stock មើល expire អញ្ចឹងណា អញ្ចឹងហ្នឹង ហើយយើងក៏របៀបគេហៅថាអាចនឹងធ្វើបញ្ជីថ្នាំចេញចូលឬក៏អីប៉ុន្តែហ្នឹងគាត់ថាជាទូទៅយើងទៅដល់ហ្នឹងវាមិនមែនថាយើងត្រូវតែកាន់ការងារទាំងអស់ទេអញ្ចឹងណាគាត់ថាសំខាន់ហ្មងគឺយើងទៅឲ្យចេះឲ្យដឹងគេនឹងបរៀនយើងអញ្ចឹងណា ហ្នឹងហើយ តែបើសិនយើងធ្វើហ្មងជាក់ស្ដែងហ្មងគឺបើកថ្នាំតាមវិជ្ជាបញ្ជា អញ្ចឹងមានន័យថាទៅដែលចុះ star ហ្នឹងខាងអសរសាស្ត្រគឺយើងទៅរបៀបថាដូចចន្ទរាយនិយាយមិនអញ្ចឹងគឺយើងដឹង flow ការងារដូចជាតាក់ទងជាមួយនឹងការបើកថ្នាំតាមវិជ្ជាបញ្ជា ចាបើកថ្នាំតាមវិជ្ជា មើលថ្នាំតាផុតកំណត់អត់អីចឹងណា ចាមើលថ្នាំរៀបចំទុកដាក់ថ្នាំអីអញ្ចឹង យល់ចុះនៅពេលដែលចុះកម្មសិក្សាហ្នឹងយើងជាទូទៅខាងវិទ្យាសាស្ត្រខ្ញុំពេលដែលចុះកម្មសិក្សាគឺរៀនពេលថ្ងៃ start ពេលព្រឹកហើយចុះខាងអសរសាស្ត្រមិនដែរ អញ្ចឹងដែរតា អញ្ចឹងដែរ ចាឆ្លាស់គ្នាអញ្ចឹងដែរ ដល់ពេលចូលឆ្នាំទី3យើងចុះ star មានន័យ ផងរៀនផង ហ្នឹងហើយ star ផងរៀនផងហើយពេលវេលាដែលទៅ star ហ្នឹងគឺពេលព្រឹក ពេលវាអាចឆ្លាស់គ្នាជួនកាលពេលព្រឹកជួនកាលពេលថ្ងៃ អូឆ្លាស់គ្នា ចាឆ្លាស់គ្នា បើខាងវិទ្យាសាស្ត្រគឺ start ពីព្រឹករហូត ចាពួកខ្ញុំអត់ទេពួកខ្ញុំ schedule ខ្ញុំគឺឆ្លាស់ ឆ្លាស់គ្នា ដូររហូតដែរ ឆ្លាស់គ្នា ចា start ចាប់ពីឆ្នាំទី3ដល់ឆ្នាំទី5ដល់ឆ្នាំទី5យកបញ្ចប់ ឆ្នាំទី5បញ្ចប់ គេតែងតែមានចងល់មួយពីច្រើនណាគេថាចប់ pharmacy ហ្នឹងពីច្រើនគឺបានតែលក់ថ្នាំប៉ុណ្ណឹងឯង
ចា អញ្ចឹងដល់ពេលយើងចប់ pharmacy យើងខ្លាចជាអសុទ្ធការីតើមានការងារអីផ្សេងទៀតក្រៅពីយើងលក់ថ្នាំនៅអសុទ្ធឋាននេះ ហ្នឹងហើយអរគុណចំពោះសំណួរតាមពិតទៅតាក់ទងជាមួយនឹងជំនាញអសុទ្ធសាស្ត្រហ្នឹងមិនមែនបានតែលក់ថ្នាំនៅក្នុង pharmacy វាមានការងារជាច្រើនទៀតដូចយើងអាចបម្រើការងារនៅក្នុងមន្ទីរពេទ្យរដ្ឋមន្ទីរពេទ្យឯកជនអាហ្នឹងសិតតែមានត្រូវការសិក្សាសិទ្ធិការដូចគ្នាហើយយើងក៏អាចលក់នៅតាម pharmacy អញ្ចឹងមួយទៀតក៏យើងអាចធ្វើការនៅក្នុងសហគ្រាសថ្នាំឬក៏តាក់ទងជាមួយនឹងមន្ទីរតាក់ទងនឹងសុខាភិបាលនេះផ្សេងៗទៀតដែរហើយមួយទៀតហ្មងការងារបច្ចុប្បន្នកំពុងពេញនិយមហ្មងគឺយើងធ្វើការងារឲ្យក្រុមហ៊ុនថ្នាំដូចខ្ញុំអញ្ចឹងបច្ចុប្បន្នជា medical rep ការ medical representative របៀបជាអ្នកដែលគាត់ត្រូវទៅជួបគ្រូពេទ្យហើយបន្ទាប់មកយើងធ្វើការប្រមូលថ្នាំប្រមូលអីអញ្ចឹងចាវាមានការងារជាច្រើនការងារច្រើនចាអញ្ចឹងមិនមែនថាចប់ pharmacy ដឹងតែបើកអសុទ្ធស្ថានដើម្បីលក់ថ្នាំទេណាចាគេតែងតែមានពាក្យមួយហ្នឹងគ្រាន់តែអាហ្នឹងពាក្យបែប negative របស់អ្នកដែលក៏អត់ដឹងទេណាគាត់ថាគ្រាន់តែលក់ថ្នាំសោះចាំបាច់រៀនអីយូរមកអញ្ចឹងណាចាតាមពិតទៅខ្ញុំអាចនិយាយថាអញ្ចឹងជំនាញអសុទ្ធសាស្ត្រហ្នឹងចេះច្រើនពួកយើងរៀនច្រើនហ្នឹងហើយរុក្ខជាតិក៏ពួកយើងរៀនហើយយើងក៏រៀនតាក់ទងជាមួយនឹងបច្ចេកទេស labo ដែរផ្សេងៗដែរឧទាហរណ៍ដូចយើងត្រូវដឹងតាក់ទងជាមួយនឹងការមើលរបៀបដូចscore មើលអីយើងចេះទាំងអស់ហ្នឹងហើយមួយទៀតយើងក៏អាចរបៀបថាដោយសារតែនៅក្នុងកម្មវិធីសិក្សាហ្នឹងក៏មានតាក់ទងជាមួយនឹងមុខវិជ្ជាដែលតាក់ទងជាមួយនឹងការផលិតថ្នាំឬក៏តាក់ទងជាមួយនឹងការស្តុកទុកហើយក៏មានតាក់ទងជាមួយនឹងការនិយាយទៅអាចនឹងថាតាក់ទងមួយសហគ្រាសផលិតថ្នាំហើយគេហៅ QC ធ្វើកម្ម control អីគឺចេះទាំងអស់អញ្ចឹងបានន័យថាយើងត្រូវការរៀនច្រើនប៉ុន្តែគ្រាន់ថាពេលដែលយើងរៀនចប់យើងចង់ទៅចាប់ជំនាញណាអាហ្នឹងវាអាស្រ័យលើយើងដែរហើយមួយទៀតដូចនិយាយចឹងហេតុអីបានជាគេថាអញ្ចឹងគ្រាន់តែលក់ថ្នាំសោះត្រូវការរៀនច្រើនសាក់គិតមើលថ្នាំមិនមានតិចទេថ្នាំច្រើនហ្នឹងគ្រាន់តែថ្នាំមួយមុខ brand គឺច្រើនមែនតើហ្មងអញ្ចឹងមិនថាយើងត្រូវការឲ្យច្បាស់ដែរក្នុងការរៀនណាព្រោះអាចនិយាយថាមុខជំនាញរបស់យើងនោះពេលខ្លះវា respond ខ្លាំងដែរទៅលើអាយុជីវិតគេអញ្ចឹងយើងធ្វើឲ្យមួយត្រូវចេះច្បាស់អូខេបកកាយពួកយើងជាអ្នកបច្ចេកទេសអ្នកជំនាញចាមួយទៀតខាងវិទ្យាសាស្ត្រគេនិយាយថាភាសាសាមញ្ញគឺចេះមើលជំងឺចាចុះខាងអសុទ្ធភាសាខាងអសុទ្ធចេះដែរចេះតិចពីព្រោះអញ្ចឹងក្នុងតាក់ទងមួយការវិភាគរៀនរបស់ពួកខ្ញុំហ្នឹងក៏មានមុខវិជ្ជាមួយដែលហៅ Semio ដែរហ្នឹងហើយដូចដុកទ័រដែរប៉ុន្តែគាត់ថាពួកខ្ញុំរៀនហ្នឹងរៀនធ្វើជាគ្រឹះហើយក៏ដឹងតិចតួចដែរតែគាត់ថាយើងអាចមើលបានជំងឺរៀងសោយតែវាមិនមែនថាត្រូវមើលដល់ដូចដុកទ័រហ្មងអត់ទេពីព្រោះដូចចេះពេលដែលពួកខ្ញុំចេញទៅប្រឡូកគេហៅថាប្រឡូកនៅក្នុងសង្គមអញ្ចឹងទៅអាចថាធ្វើការងារនៅតាម pharmacy ឬក៏ធ្វើការងារនៅតាម clinic ផ្សេងៗតែបើសិនជាខ្ញុំនិយាយហ្មងគឺ focus ទៅលើ pharmacy ពួកខ្ញុំដូចជាគេហៅថាអ្នកផ្ដល់គេហៅថាអ្នកដែលផ្ដល់សេវាកម្មផ្នែកសុខភាពមូលដ្ឋានហ្មងអញ្ចឹងបើសិនជាក្នុងករណីដែលពួកខ្ញុំជួបជំងឺអីផ្សេងៗក៏ពួកខ្ញុំអាចដឹងតិចតួចឬក៏ពួកខ្ញុំត្រូវរុញអ្នកជំងឺហ្នឹងទៅណាអូខេអាហ្នឹងគឺជាចំណុចពិសេសរបស់ពួកខ្ញុំអញ្ចឹងមានថាយើងដឹងតាក់ទងជាមួយនឹងជំងឺដែរចាដឹងដែរហើយចុះមិញដូចប្រហែលរឿងរៀនសេមីញ៉ូតាក់ទងជាមួយនឹងជំងឺជាយមនីសេមីញ៉ូមានថាការសិក្សាអំពីសិញសាំងដ្រូមសាំងតូមអីចឹងទៅចាអញ្ចឹងគេរៀននៅឆ្នាំទីប៉ុន្មានហ្នឹងកាលសេមីញ៉ូកាលហ្នឹងខ្ញុំរៀងស្ពេច7អាចនឹងគិតថាឆ្នាំទី4ឆ្នាំទី4ព្រោះពេលហ្នឹងដូចក្នុងកំឡុងពេលកូវីដរៀងស្ទាក់ស្ទើរច្រើនដែរចង់ភ្លេចអស់ដែរទី4មិញយើងនិយាយពីសេមីញ៉ូនៅពេលដែលរៀនឆ្នាំទីប៉ុន្មានទី4ចាអញ្ចឹងសេមីញ៉ូគេរៀនចប់ត្រឹមឆ្នាំហ្នឹងទេចាដល់ពេលឆ្នាំទី5ជាឆ្នាំចុងក្រោយឆ្នាំចុងក្រោយអញ្ចឹងតើក្នុងនាមយើងជាអ្នកសិក្សាផ្នែកជំនាញសុទ្ធសាស្ត្រហ្នឹងតែឆ្នាំទីប៉ុន្មានដែលយើងគេហៅថាតាក់ទងជាមួយនឹងការពារនៃខេមបត់អីច
ជាទូទៅពួកខ្ញុំរៀនតែ5ឆ្នាំចឹងអត់មានការពារនិក្ខមបទទេ អត់មានទេ ចាតែបើសិនជាពួកខ្ញុំត master អាហ្នឹងមានការពារនិក្ខមបទ អញ្ចឹងតតែតទៀតបានអាចការពារនិក្ខមបទបាន អាចបាន អូខ្ញុំទំនឹងហ្នឹងឡើយ ចាពួកខ្ញុំប្រឡងចេញគឺមានអូស្គីចឹង អូស្គី ចាតែបើនិក្ខមបទដូចដុកទ័រមកអត់មានទេ ខ្ញុំចប់ដល់និក្ខមបទ ចា គេសាណាហ្នឹងការ ចា ដើម្បីបើមិនមានអាហ្នឹងទេមិនមែនជាដុកទ័រទេ ចា ខ្ញុំទំនឹងអាហ្នឹងដែរថាខាង pharmacy តតែ ត ទៀត ចា ចុះបើសិនជាក្នុងករណីតទៀតរយៈពេលប្រហែលឆ្នាំដែរ អាចជាទូទៅ2ឆ្នាំ 2ឆ្នាំ 2ឆ្នាំទៅតាមមុខជំនាញនៃគាត់តទៀតចឹង អូខេ ចា 2ឆ្នាំអញ្ចឹងខ្ញុំបើមកចូលtrongខាងវិទ្យាសាស្ត្រគេមានថាពេលចប់ឆ្នាំទី6ឬចប់ឆ្នាំទី8អញ្ចឹងគេមានខាងឯកទេស ចា ចុះខាង pharmacy មានអញ្ចឹងដែរទេអត់ទេ តាមពិតបើនិយាយរឿងហ្នឹងធ្លាប់សួរគ្រូដែរ តាមពិតពួកខ្ញុំដូចជាអាចនិយាយថាឯកទេសនិយាយមិនចំឯកទេសទេតែបើថារបៀបជំនាញតតែអនុបណ្ឌិតឬក៏ master ហ្នឹងអាចមានចា ពួកខ្ញុំនិយាយដល់ចេញពីចិត្តខ្ញុំអត់ដែរដឹងខាងស៊ីជម្រៅតើទៅនឹងខាងជំនាញ pharmacy ទេខ្ញុំអត់ដឹងសោះហ្មង ចា បើអញ្ចឹងមានសិស្សបងខ្លះសួរខាង pharmacy ខ្ញុំតែងតែរុញថាអត់ច្បាស់ដែរចាំសួរអ្នកគេខាងនោះ ចា សូម្បីតែខាងនោះគឺខ្ញុំអត់សូវជាដឹងច្បាស់ ចា flow កាយរបស់គេដែរ ចា អញ្ចឹងរាល់អាទាំងអស់ហ្នឹងខ្ញុំអត់ហ៊ានឆ្លើយ ចា ខ្ញុំអាចឆ្លើយបាននៅខាងវិទ្យាសាស្ត្រទេ ចា ព្រោះខាងវិទ្យាសាស្ត្រគឺជាជំនាញខ្ញុំហើយអាចឆ្លើយបាន ចា ចុះសពថ្ងៃ ពេលចប់អញ្ចឹងមានគំនិតចង់បន្តអីទៅទៀត តាមពិតសម្រាប់ខ្ញុំពងកាត់ដែរតែចង់តដែរ អញ្ចឹង តែអត់តច្បាស់មួយខ្លួនឯង អត់តច្បាស់មួយខ្លួនឯងអញ្ចឹង ចុះមានគម្រោងបើក គម្ អ រោ ស ង តស្ថានអីទេ គម្រោងបើកហ្នឹងក៏មានដែរតែអាចនឹងថាដោយសារតែយើងនៅខ្វះទុនធាន នឹងខ្វះទុនធាន ចា ចុះមានបងប្អូនណាដែលគាត់រៀនអសតសាស្ត្រទេអត់មានទេណា អត់មានទេខ្ញុំមាន ខ្ញុំចង់សួរត្រឡប់ទៅក្រោយបន្តិចដល់ពេលដែលចូលឆ្នាំយើងនិយាយពីចប់ឆ្នាំទី1ចុះតែចូលឆ្នាំទី ចា 2ចូលឆ្នាំទី2គិតថារៀងបាន basic ជាងគាត់បើតិចហើយឆ្នាំទី2គួរតែ recommend ដល់សិស្សប្អូនក្រោយថាមុខវិជ្ជាអីដែលសំខាន់ជាងគេបន្តឆ្នាំទី2ដែលរៀនសំខាន់នៅក្នុងអក្សរសាស្ត្រហ្នឹង ចាសម្រាប់ខ្ញុំហ្មងខ្ញុំគិតថាឆ្នាំទី2នៅតែក្មេង នៅតែក្មេង គ្រាន់ថាយើងរៀនចប់ឆ្នាំទី1ជាទូទៅយើងរៀនតែមុខវិជ្ជាមូលដ្ឋានផ្សេងៗទេ ហ្នឹងហើយ តែយើងចូលឆ្នាំទី2បានន័យថាជាឆ្នាំដំបូងដែលយើង start តាក់ទងមួយជំនាញរបស់យើងហ្មងតែយើងរៀនដឹងរៀនស៊ីជម្រៅជាងមុនទៀតអញ្ចឹងណាតែបើសិនជាឲ្យខ្ញុំ recommend តាក់ទងជាមួយនឹងមុខវិជ្ជាដែលគាត់ចង់ចាប់យកគឺតាក់ទងមួយមុខវិជ្ជា Physics ក៏សំខាន់ Biochemistry ក៏សំខាន់បើ Biochemistry គឺយើងត្រូវការរហូតហ្មងចាហើយមួយទៀតវាមានមុខវិជ្ជាផ្សេងទៀតដូចតាក់ទងមួយខាង labo ដូចខាងឈាមឬអីផ្សេងបន្តទៀតអញ្ចឹងអាចនឹងថាចាប់យកចិត្តទុកដាក់រៀនទាំងអស់មិនដែលគាត់ថាអាមុខវិជ្ជាដែលខ្ញុំបានរៀបរាប់3ខាងលើមិញហ្នឹងគឺត្រូវតែសំខាន់ ទៅពេលឥឡូវយើងចប់ឆ្នាំទី2ចូលឆ្នាំទី3ឆ្នាំទី3មុខវិជ្ជានឹងសំខាន់តដែរឬក៏យ៉ាងម៉េច ចូលឆ្នាំទី3គឺមានមុខវិជ្ជាផ្សេងៗមកទៀតហើយ ហ្នឹងហើយ គឺចល័តមកហ្មងច្រើន អាចនិយាយបាន មានឆ្នាំទី3យើងមានតាក់ទងមួយរុក្ខជាតិមានតាក់ទងមួយផ្សេងៗទៀតតែឆ្នាំទី2ក៏មានរុក្ខជាតិដែរ ហ្នឹងហើយ តែឆ្នាំទី3ហ្នឹងវាមានរុក្ខជាតិដែរតែរុក្ខជាតិបែបមួយផ្នែកទៀតរុក្ខជាតិមានរុក្ខជាតិខាងស្ងួតមានរុក្ខជាតិខាងស្រស់អីអញ្ចឹងណាហើយមួយទៀតមកឆ្នាំទី3ក៏ពួកខ្ញុំរៀន focus ខ្លាំងហ្មងតាក់ទងជាមួយនឹងការពិសោធន៍មានន័យថាតាក់ទងជាមួយនឹងមុខវិជ្ជាដែលគេហៅថា chemistry analysis មានថា chemistry analytic ហ្នឹងគឺពួកខ្ញុំ focus ទៅលើដូចអាហ្នឹងបើខ្ញុំមិនដឹងថាខ្ញុំត្រូវបញ្យល់មិនទេប៉ុន្តែវាសំខាន់ហ្មងនៅក្នុងម៉ាស៊ីន យល់ សិនអញ្ចឹង អញ្ចឹងនៅក្នុងឆ្នាំទី3អីហ្នឹងគឺមានមុខវិជ្ជាថ្មីថែម ចាមុខ ទៀត វិជ្ជាថ្មីទៀតដូចគីមី organic អីនៅក្នុងនោះទាំងអស់វាច្រើន ជ្រៅមែនតើ ចាវាច្រើន ខ្ញុំអត់
ខ្ញុំអត់ដែរជួបអត់ដែរលឺសងពួកខ្ញុំមិនខានជំនាញខាងហ្នឹងណាអញ្ចឹងបាទខ្ញុំសួរខ្ញុំមានរៀនខាងទឹកទៀតណាចារៀនទឹកទៅក៏មានដែរពីព្រោះចាពួកអស់ហ្នឹងវាសិតតែសំខាន់ហ្មងសំខាន់នៅក្នុងអាចនិយាយថាដោយសារតែពួកខ្ញុំបើនិយាយរឿងថ្នាំហ្មងពួកខ្ញុំមិនឯកទេសទៅនៅខាងថ្នាំទេពួកខ្ញុំក៏មានទូនាទីអាចនិយាយថារៀនជាអ្នកផលិតឬក៏អីផ្សេងតទៀតអញ្ចឹងត្រូវដឹងទាំងអស់អូអញ្ចឹងយើងជាអសតការីហ្នឹងយើងថាអ្នកផលិតថ្នាំអីអញ្ចឹងណាត្រូវរៀនទាំងអស់ហ្នឹងហើយចាអញ្ចឹងដល់ពេលខ្ញុំតែងតែឃើញនៅក្រុមហ៊ុនថ្នាំពីច្រើនឃើញមានពួកគាត់ទៅអញ្ចឹងណាឃើញមានគាត់ពិសោធន៍ថ្នាំពិសោធន៍អីខ្ញុំឃើញនៅតាម TikTok Facebook អីអញ្ចឹងណាចាខ្ញុំអត់ច្បាស់ដែរខាងនោះតែឃើញដូចថ្ងៃនេះដូចចន្ទរាយនិយាយអញ្ចឹងគឺច្បាស់ដែរជាគាត់បើដែរថានៅក្នុងហ្នឹងគឺ pharmacy គឺមាន role អីខ្លះច្រើនក៏ទៅច្រើនដែរច្រើនអញនិយាយច្រើនខ្លាំងមើលខាងប៉ារ៉ាស៊ីតក៏ខ្ញុំរៀនដែរហ្នឹងហើយមើលឈាមហ្នឹងខ្ញុំមើលពួក global belong អីដែរហ្នឹងហើយមើលដែរហើយយើងរៀនតាក់ទងមួយផ្សិតអីក៏យើងរៀនបាក់តេរីក៏យើងរៀនពាក់ពណ៌យល់ចានិយាយទៅគឺរៀនច្រើនហើយសូម្បីតែរុក្ខជាតិហ្នឹងយើងរៀនតាំងពីអាស្រស់តាំងពីសម្ងួតរបៀបសម្ងួតរុក្ខជាតិហើយមួយទៀតរុក្ខជាតិម្សៅហ្នឹងគឺយើងត្រូវចេះមើលដែរនិយាយទៅអាចនិយាយថាចេះជំនាញ pharmacy គឺរៀនឲ្យចេះចង់ចេះគ្រប់មុខច្រើនពេកព្រោះអុយប្រទេសយើងគឺតាក់ទងថ្នាំចាថ្នាំហើយដល់ពេលឆ្នាំទី4យើងបន្តនៅមុខវិជ្ជាថ្មីទៀតតែមុខវិជ្ជាឆ្នាំទី4មានមុខវិជ្ជាអីសំខាន់ជាងគេមុខវិជ្ជាឆ្នាំទី4ហ្នឹងបើគិតថាបើតាមខ្ញុំចាំគឺ pharmacology តែ pharmaco ចា pharmaco ហ្នឹងវាមានច្រើនមាន pharmaco molecular pharmaco របៀប pharmacokinetic pharmacodynamic ដែលយើងនិយាយទៅលើថ្នាំសុទ្ធហ្មងហើយក្នុងហ្នឹងក៏មានការ clinic ដែលយើងសិក្សាដែរអូអញ្ចឹងដល់ពេលចូលឆ្នាំទី4យើងបានរៀន pharmaco ចាមុនកន្លងមកហ្នឹងគឺយើងរៀនតាក់ទងទៅមួយនឹង basic ទៅមួយវាហ្នឹងហើយ basic វាមានរៀនទាំងរុក្ខជាតិមានរៀនទាំងអីអញ្ចឹងណាចាដល់ពេលចូលឆ្នាំទី4មកយើងរៀន pharmaco រៀនគ្រាន់ថាយើងរៀនពីដើមមកក៏យើងរៀនដែរតែគាត់ថាយើងរៀនអត់សូវខ្លាំងដូចឆ្នាំទី4ដែលយើងសម្រុករៀនខ្លាំងហ្មងអញ្ចឹងpharmaco រៀនចាប់ពីឆ្នាំទីម៉ាត់កណ្ដោះ pharmaco ដូចជានិយាយទៅ pharmaco ឆ្នាំទី4ទៅមានមុខវិជ្ជា pharmaco ពីដល់ pharmaco នៅអូអញ្ចឹងមានន័យថាចប់ឆ្នាំទីចូលឆ្នាំទី4មានមុខវិជ្ជា pharmaco ចាដូចខាងខ្ញុំដែរឆ្នាំទី4ដូចឆ្នាំទី5មករៀន pharmaco ចាបើតាខ្ញុំចាំបានអាចឆ្នាំទី4ទី5ហ្នឹងឯង pharmaco តែមិនមែនរៀនវាថាតកតងជាមួយ basic ដើមរបស់វាណាដូចរុក្ខជាតិអីគាត់ណារៀនដឹងពី mechanic របស់វាអីចឹងណាចាយន្តការមានថាថ្នាំមានហើយយើងដឹងថាcomponent នៅក្នុងថ្នាំនឹងអីខ្លះចាយន្តការវាទៅធ្វើម៉េចទៅលើអីអញ្ចឹងណាវាមិនមែនសិក្សាស៊ីជម្រៅដូចខាងអសរសាស្ត្រថារៀនពីសម័យយករុក្ខជាតិទៅរុក្ខជាតិអីចឹងណាហ្នឹងហើយអញ្ចឹងនៅពេលដែលចូលឆ្នាំទី5ជាឆ្នាំចុងក្រោយយើងនៅបន្ត start ទៀតតើមុខវិជ្ជាដែលចុងក្រោយគេគិតថាអ្វីដែលសំខាន់នៅក្នុងឆ្នាំទី5បើសម្រាប់ខ្ញុំគិតថាការ clinic ចាយើងរៀនវិភាគជំងឺដែរចាវិភាគខេសហ្នឹងមិនអញ្ចឹងណាយើងរៀនច្រើនពីច្រើនបុកខាងវិទ្យាសាស្ត្រវិញពីច្រើនតែនិយាយទៅពេទ្យឲ្យច្រើនចាចុះខាងអសរសាស្ត្រចេញ star ដែរតែប៉ិតដល់អញនិយាយយ៉ាងឆ្នាំទី5 star ច្រើនកន្លែង star ច្រើនកន្លែងមែនទែន star តាំងពីនៅមន្ទីររៀនច្បាប់ក៏យើងរៀនណាច្បាប់ដែរយើង star នៅមន្ទីរយើង star នៅកន្លែងរុក្ខជាតិយើង star នៅកន្លែងរបៀបកម្មគ្រប់ត្រូលបណ្ឌិតអវ័នយើងមើល quality ឆ្នាំ quality អវ័នឯផ្សេងដែរទៅ star អញនិយាយថា star ជាជុំយល់អញ្ចឹងឆ្នាំទី5នេះគឺ star ច្រើនហ្នឹងហើយចាតែទន្ទឹមនឹងហ្នឹងយើងធ្វើការក្នុងសាលាផងក៏ខាងក្រៅក៏យើង focus លើខ្លួនឯងគឺទៅ star នៅតាមអសស្ថានផ្សេងហ្នឹងហើយអញ្ចឹងមិញមាននិយាយរឿងច្បាប់តើតើអីគេដែរ
ច្បាប់តទៅជាមួយនឹងអសតការី អូ ចា មានន័យថាយើងទៅដឹងពីនឹងដែរមុនយើងចេញទៅ ចាព្រោះពេលខ្លះយើងចេញទៅយើងធ្វើការនៅខាងនឹងហើយមួយទៀតយើងអាចបើកអសស្ថាននេះយើងត្រូវដឹងច្បាប់ អូខេយល់ ចា ដូចខាងខ្ញុំដែរខាងខ្ញុំគឺត្រូវមានរៀនទាំងអស់ដែររៀនតទៅជាមួយក្រុមសិលធម៌នឹងដែរ ចាក្រមសីលធម៌ មានរៀនដូចគ្នាដែរ នឹង ចូលមិញនិយាយពីរឿង Star ខ្ញុំភ្លេចសួររឿង Star នេះ Star ពីឆ្នាំទី3តើ ចា អញ្ចឹងក្នុងមួយឆ្នាំហ្នឹងយើង Star ប្រហែលកន្លែងដែលសាលា schedule ឲ្យចាំបាន ជាទូទៅពីមន្ទីរពេទ្យ ពីមន្ទីរពេទ្យ ចាពីមន្ទីរពេទ្យ អញ្ចឹងគេឲ្យទៅមន្ទីរពេទ្យណា ឲ្យទៅមន្ទីរពេទ្យមន្ទីរពេទ្យហ្នឹងចាឆ្នាំទី3ឆ្នាំទី4យើង start នៅមន្ទីរពេទ្យអញ្ចឹងណាដល់ពេលក៏មាន pastor មួយដែរ pastor មួយទៀតហ្នឹងខាង labo ដែរដូចថាចាប់ឈ្មោះទៅអ្នកណាបានទៅហ្នឹងអញ្ចឹងណាតែបើជាទូទៅហ្មងគឺមន្ទីរពេទ្យហើយដូចខ្ញុំអញ្ចឹងខ្ញុំពីច្រើនខ្ញុំចាប់បានខាងនៅប្រកេត អូ ពេទ្យធំណា ហ្នឹងហើយអញ្ចឹងដល់ពេលយើងចូល Star ហ្នឹងគឺមួយឆ្នាំគេឲ្យពីមន្ទីរពេទ្យ ពីកន្លែង អញ្ចឹងទីពេទ្យធំអាចមានទៅដោយពួកខ្ញុំកាលម៉ែតអីអត់ មានកាលម៉ែតមានអង្គឌួងមានកុមារជាតិមានសម្ភពក្រុងអីដែរ យល់ចុះដល់ពេលដែលយើងចូលដល់ឆ្នាំបន្ទាប់ទៀតនៅតែពីកន្លែងចឹងដែរឬក៏ច្រើនកន្លែង អានេះស៊ីសងលើការរឹមតំឈ្មោះ រែនដំឈ្មោះ ចារឹមតំឈ្មោះទៅអ្នកណាបានពេទ្យណាអ្នកនឹងទៅស្ដាប់ពេទ្យហ្នឹង អញ្ចឹងមានន័យថាបានពេទ្យណា Star ពេទ្យហ្នឹង ចាបានពេទ្យណាស្ដាប់ ពីកន្លែងដែរឬក៏មិន អាហ្នឹងខ្ញុំអត់ ពីរ ក្នុងមេតែគាត់ថាជាទូទៅដាក់ឈ្មោះចេញមកម្ដងហ្មងពីពេទ្យហ្មង ហ្នឹងហើយ យើង start ចប់វគ្គទី1យើងទៅវគ្គទី2ហ្នឹងគឺ start នៅពេទ្យដែលគេដាក់ឈ្មោះយើង ហ្នឹងហើយយល់ដល់ពេលឆ្នាំចូលឆ្នាំបន្ទាប់ទៀតឆ្នាំទី5អីគឺដូច flow ដូចគ្នាអញ្ចឹងដែរ ឆ្នាំទី5យើងឡើង start ពេទ្យហើយ ឡើង Star ពេទ្យ ហ្នឹងហើយយើង start តាមខាងទីវិញទីសុខាភិបាល យល់ យើង start នៅNXQC យល់ នៅ CCF អីអញ្ចឹង ហ្នឹងហើយយល់អញ្ចឹងដល់ពេលចូលឆ្នាំទី5យើងច្រើន យើងច្រើន កន្លែង ចុំហ្នឹង ច្រើនកន្លែងចាំដែរខិតមកទៀតអត់អាចស្រូបអត់ស្រូបអានេះខិតចិត្តចូលអញ្ចឹងឆ្នាំទី5យើងច្រើនកន្លែងជាងឆ្នាំកន្លងមកហើយជាឆ្នាំចុងក្រោយដែរ ក្រោយដែរ អញ្ចឹងពីមតនការទៅមតនការគឺវាច្រើន ច្រើន ពីការសិក្សាមូលដ្ឋានគ្រឹះដូចអ៊ីវ្រុបខាងលើមិនអញ្ចឹងមិនមែនរបៀបថាគាត់ណាលក់ថ្នាំសោះមិនក៏រៀនយូរឆ្នាំដែរនេះហើយជាហេតុផលដែរយើងរៀនយូរឆ្នាំគឺរៀនមានមូលដ្ឋានគឺច្រើនណាស់ព្រោះយើងជាអ្នកជំនាញ ចា៎ អញ្ចឹងចំពោះនៅពេលដែលចប់5ឆ្នាំនឹងវាមានកន្លែងយើងមានអាចធ្វើការងារច្រើនដូចចនរាយនិយាយមិនអញ្ចឹងអាចធ្វើការបើកជាអសតស្ថានខ្លួនឯងអាចជាធ្វើការនៅតាមទីពេទ្យ ចា៎ អីចឹងទៅចំពោះទីផ្សារការងារចំពោះជំនាញអសរសាស្ត្រតើទីផ្សារការងារមិនដែរគិតថាសម្បូរបែបឬក៏ចំណុច បើនិយាយថាសម្បូរបែបអញ្ចឹងណាព្រោះជំនាញខ្ញុំធ្លាប់និយាយអញ្ចឹងជំនាញយើងជំនាញខ្ញុំហ្នឹងរកការងារបានច្រើនប្រភេទតែគាត់ថាជាទូទៅអ្នកខ្លះគាត់ធ្វើការអញ្ចឹងទៅធ្វើការដល់ឆ្នាំមកគាត់បើកបាន ហ្នឹងហើយអូខេចុះមានអ្នកអត់តរៀនចប់អីមានបងប្អូន pharmacy ដែលទៅចូលហ៊ុនជួយអីមួយគ្នា ជាទូទៅការងារខាងពួកខ្ញុំមានកម្រឈុនណាតែបើហ៊ុនហ្នឹងលើកតែរបៀបមនុស្សចិត្តស្និទ្ធឬដូចបងប្អូនឯងហ្មងមិនហ៊ុនតែទូទៅបើអ្នកគាត់បើកឯងតែឯង អូខេយល់ព្រោះខ្ញុំឃើញpharmacy ខ្ញុំអាហ្នឹងឯណាដោយសារតែមានអសរស្ថានច្រើននៅទីក្រុងភ្នំពេញយើង ចា៎ ភាគច្រើនគឺខ្ញុំមើលឃើញតែមួយជ្រុងហ្នឹងទេអានិយាយចេញពីចិត្តខ្ញុំណា ចា៎ ហើយនឹងមួយទៀតអាចតិចតួចបំផុតខ្ញុំមើលឃើញពួកគាត់ដោយសារខ្ញុំដើរជួបឯណានៅតាមអសរស្ថាននៅក្នុងទីពេទ្យពួកគាត់ទៅ Star ក្នុងដែរអញ្ចឹងណាខ្ញុំ vlog ឃើញតាមទីពេទ្យមួយចំនួនដែលខ្ញុំបានទៅ Star ក្នុងដែរអញ្ចឹងវា
mình tha một chi ấy thế cái sự tại miền cà bạ riêng luôn chaហើយពីមតនកាលដោយចន្ទរាឯងលើកឡើងមិញអញ្ចឹងគឺមិនស្រួលទេអស់លុយហើយយឺច្រើនចុះនៅក្នុងនៅពេលដែលចប់ឆ្នាំទី5មានសាលាអាចមានអាហារូបករណ៍ឲ្យទៅក្រៅប្រទេសដើម្បីបន្តដូចខាងមេស៊ីនបើខាងមេស៊ីនដូចអ្នកខាងឯកទេសអញ្ចឹងដូចថាឯកទេសខាងកាពះវៀនសួតអីចឹងគេមានសញ្ញាបត្រកំណត់ភាសាបារាំង B1 គឺយើងអាចឆ្នាំបន្តទៅក្រៅប្រទេសបានចុះខាងអសរសាស្ត្រខាងអាហារូបករណ៍បារាំងឲ្យដែរឬក៏យ៉ាងម៉េចចំពោះអាហារូបករណ៍បារាំងហ្នឹងជាក់ស្ដែងមកខ្ញុំអត់សូវដឹងទេខ្ញុំអត់សូវដឹងច្បាស់ទេហើយខ្ញុំក៏អត់សូវឃើញរបៀបថាខាងជំនាញពួកខ្ញុំមានអ្នកតទៅដែរតែមិនមែនតែអត់ទេប៉ុន្តែខ្ញុំមិនដែរឃើញមិនដែរឃើញមិត្តរួមជំនាន់ខ្ញុំមានអ្នកគាត់ទៅតនៅថៃតអីផ្សេងៗដែរចាតខាង master លោកបណ្ឌិតទៅខាងប្រទេសថៃចាចុះដល់ពេលតហ្នឹងខ្ញុំលើកគេមួយគេហៅថាតខាងស្បែកខាងអីអាហ្នឹងមិនឃើញដែរតខាងស្បែកដូចថាមើលជំងឺតើទៅស្បែកឬក៏យ៉ាងម៉េចធ្លាប់ឮគេនិយាយដែរហ្នឹងតនៅថៃតែអត់ច្បាស់ទេព័ត៌មានហ្នឹងតែបើជាក់ស្ដែងហ្មងជំនាញដែលមាននៅក្នុងសាលាយើងហ្មងគាត់បង្កើតហ្នឹងគឺខាង cosmetic វារៀនតាក់ទងមួយស្បែកដែរគ្រឿងសម្អាងអញ្ចឹងខ្ញុំលើខាងវិទ្យាសាស្ត្រយើងចាតែខ្លះគាត់តទៅអញ្ចឹងដែរណាចាខ្ញុំអត់ដឹងថាភាពខុសគ្នាមកទេតែទៅនឹងខាង pharmacy ដល់ពេលគាត់តខាងស្បែកអញ្ចឹងមានដឹងព័ត៌មានថាមកវិញគាត់អុយបន្តិចគាត់អាចមើលជំងឺស្បែកនឹងដូចមិនដែរខ្ញុំអត់យល់បើតាមពិតគ្រាន់តែធ្លាប់ឮតែអត់ដែរឃើញផ្ទាល់ទេអញ្ចឹងក៏ខ្ញុំអត់ហ៊ាននិយាយដែរថាវាមិនវិញអញ្ចឹងហ្នឹងហើយតែធ្លាប់ឮគេនិយាយថាជំនាញខាងនេះអាចតទៅខាងស្បែកបានតែតនៅថៃយល់តែខ្ញុំអត់ច្បាស់ដែរព្រោះខ្ញុំអត់ទាន់បានជួបហើយណាមួយគ្នាខ្ញុំក៏អត់ទាន់ឃើញអ្នកណាគេដែលទៅតហ្នឹងធ្លាប់តែឃើញគេតរបៀប master ខាងគ្រឿងសម្អាងអីទេមានពួកម៉ាក់មានអីគាត់តនៅខ្មែរយើងតនៅខ្មែរយើងនៅសាលាយើងតនៅសាលាយើងបានឆ្នាំដែរដូចជា2ឆ្នាំចា2ឆ្នាំដល់ពេលយើងតអញ្ចឹងបានយើងការពារនឹង K-pop បានចាការពារនឹង K-pop ចឹងខ្ញុំអត់សូវឃើញខាង pharmacy ឡើង pharmacy អត់ហ្មងរៀនចប់5ឆ្នាំយើងប្រឡងចេញពីសាលាប្រឡងចេញតាមក្រសួងហើយនិយាយចឹងចំពោះការប្រឡងនិយាយថាសួរផ្ទាល់មាត់រហូតឬក៏ប្រឡងខាងដូចគុយស្អឹមចុចកុំព្យូទ័រដូចពួកខ្ញុំអាហ្នឹងគុយស្អឹមហ្នឹងក៏មានដែរនេះគេហៅ final ប៉ុន្តែពួកខ្ញុំរបៀបដូចគេហៅ control ហ្នឹងវាដូច midterm មួយដែរដែលពួកខ្ញុំប្រឡងរបៀបបច្ចេកទេសនៅក្នុងមតិពិសោធន៍របៀបនៅក្នុងហៅអីអាពាក្យហ្នឹងTP ហ្នឹងនៅក្នុងTP ឬក៏មួយទៀតធ្វើក្រកឆ្លើយសំណួរឆ្លើយអីផ្សេងហើយមកតង់មិញហើយមិនពួកខ្ញុំត្រូវទៅប្រឡង final ជាមួយនឹងគុយស្អឹមហ្នឹងចាអញ្ចឹងពីរតង់ពួកខ្ញុំពេលប្រឡងចាប់ពីឆ្នាំទី1មករហូតដល់ឆ្នាំទីចុងក្រោយទី2ទៅចាប់ពីទី2ទៅព្រោះទី1ដូចគ្នាប្រឡងតានៅMCQ ទេតែពេលទី2ទៅពួកខ្ញុំមាន control ហើយ control មាន final ហើយអញ្ចឹងអញ្ចឹងចុងក្រោយមាន PA ជូនពរឬក៏បបវិស័យអីដែលតើជាមួយនឹងអ្នកជំនាន់ក្រោយដែលមានបំណងចង់រៀន Farms ផ្នែកជំនាញអក្សរសាស្ត្រចាហើយនឹងកំពុងរៀនចាសម្រាប់ខ្ញុំហ្មងពាក្យដែលចង់ផ្ញើទៅបងប្អូនបើសិនយើងដាក់ចិត្តរៀនជំនាញហ្នឹងហើយខំបង្រៀនហើយរៀនដោយការស្រឡាញ់បើកចិត្តស្រឡាញ់វាហើយបន្ទាប់មកនៅពេលដែលយើងស្រឡាញ់វាហើយគឺយើងនឹងមានអារម្មណ៍ថាយើងអាចមានធម៌ពលទៅមួយវាតរហូតព្រោះដោយសារតែជំនាញនេះគឺអាចនិយាយថា challenge ច្រើនខ្លាំងពួកខ្ញុំអត់ start ពេលយប់ទេប៉ុន្តែអាពេលរៀនព្រឹកឡើងនោះគឺរត់តាមកម្មវិធីសាលាហ្មងដោយសារដាក់បញ្ចូលច្រើនអញ្ចឹងពួកខ្ញុំត្រូវទៅរហូតដែរហើយក៏មាន assignment មានអីដូចគ្នាដែរអញ្ចឹងមានតែខិតខំប្រឹងប្រែងហើយពេលដែលយើងរៀនចប់យើងចេញទៅក៏យើងយកសមត្ថភាពរបស់យើងទៅអនុវត្តនៅលើ field ហ្មងចង់ឲ្យទៅរបៀបថាមានគុណភាពមានអីចឹងយល់អូខេមិញ
ខ្ញុំសួរតិចទៀតចុះតើតើជាមួយនឹងអត់យាមពេលយប់ អត់យាមពេលយប់ទេ អត់មាន ចា យាមពេលយប់ពួកខ្ញុំយាមពេលយប់ នឹងឲ្យយើងពេលយប់ អូខេអរគុណច្រើនថ្ងៃហ្នឹងហើយថ្ងៃនេះគឺអេពីសូតទី5យើងពីការសិក្សាក្នុងជំនាញវេជ្ជសាស្ត្រជំនាញអក្សរសាស្ត្រ អក្សរសាស្ត្រ ខ្ញុំតែច្រឡំ ចា ព្រោះកន្លងមកអ្នកចូលគឺខាងជំនាញវិទ្យាសាស្ត្រទាំង វិ អ ទ្យា ស់ សាស្ត្រ ចង់ច្រឡំមាត់ អញ្ចឹងថ្ងៃហ្នឹងយើងនិយាយពីការសិក្សាទៅជំនាញអក្សរសាស្ត្រហើយរៀនច្បងយើងឈ្មោះចន្ទរា ចន្ទរា យើងកណ្ដែងនិយាយគ្នាខាងក្រៅទៅលើកទី1នេះ លើកទី1ជុំគ្នាទៅនិយាយនៅក្នុង podcast អញ្ចឹងបើសិនជាមានចំណុចត្រង់ណាការនិយាយទៅរបៀបថាលឺលួអធិស្ឋានព្រោះអបទីថ្ងៃនេះគឺយើងចង់ចែកម្លែកតទៅជាមួយនឹងការសិក្សាតែប៉ុណ្ណោះហើយអេពីសូតទី5នេះសង្ឃឹមថាអ្នកទាំងគ្នានឹងចូលចិត្តហើយអាចចែកម្លែកទៅកាន់មិត្តភ័ក្តិរបស់យើងថាដែលគាត់ឆ្លាញ់ជំនាញ ជំនាញហ្នឹង អក្សរសាស្ត្រឬក៏កំពុងរៀនពីបទពិសោធន៍តទៅជាមួយនឹងការសិក្សាតាំងពីដើមឆ្នាំទី1រហូតដល់ឆ្នាំទី ចា 5ថា flow ការងារនឹងមិនខ្លះ flow មិន ហ្នឹងហើយអរគុណច្រើនហើយជួបគ្នានៅអេពីសូតក្រោយៗទៀតអរគុណច្រើនអរគុណ អរគុណ យើងនិយាយ40នាទីដែរ 40នាទីដែរ